ដល់ហើយ14លានក្បាលដីនេះគឺជាពាងទឹកសេដ្ឋកិច្ចដ៏ធំរបស់កម្ពុជាសូមកុំគិតថានេះជាក្បាលដីយើងត្រូវគិតថានេះគឺជាពាងទឹកដើម្បីឲ្យសេដ្ឋកិច្ចរបស់យើងមានដំណើរការពន្ធអត់មានអីអាក្រក់ទេពន្ធគឺជាយន្តការក្នុងការប្រវល់ហិរញ្ញវត្ថុរបស់យើងនៅក្នុងសង្គមជាតិរបស់យើងការជំនាន់ប្រាំងយើងថាពន្ធមិនល្អក្រោយមកទៀតថាយើងមិនយកពន្ធក៏ប៉ុន្តែនេះគឺជាការគិតខុសយើងមិនច្បាស់លាស់ខ្លួនឯងយើងត្រូវយល់ថាការវាស់ដីនេះមិនមែនត្រឹមតែផ្ដល់សុវត្ថិភាពនៃការគ្រប់គ្រងដីទេក៏ប៉ុន្តែនេះគឺជាពាងទឹកសេដ្ឋកិច្ចមួយដ៏ធំសម្រាប់សង្គមជាតិរបស់យើងជាការពិតគណៈបព្វជិជនអត់យកពន្ធលើដីកសិកម្មទេនេះជារឿងដ៏ត្រឹមត្រូវបំផុតព្រោះអត់ទាន់ដល់ពេលនោះទេកសិកររបស់យើងនៅមានកម្រិតការដែលមិនយកពន្ធលើដីកសិកម្មគឺជាការទុកពេលវេលានិងឱកាសឲ្យប្រជាជនខ្មែរនេះឡើងមកស្មើគ្នាយើងទៅយកពន្ធធ្វើអីដីស្រែមួយរដូវបានតែ$950ទេធ្វើស្អីក៏ជាទូទៅស្វាយចន្ទទីអស់ល្អឲ្យ2000ចឹងយើងគន់លេខដឹងណាបាទចឹងការមិនយកពន្ធនេះគឺជាសុភវិនិច្ឆ័យដ៏ត្រឹមត្រូវបំផុតពីសំណាក់នាយក